ណាអួតអ៊ីមើលនោះកាកសំណងហូរចូលអង្គស្តុកនេះមកដោយសារអង្គរបស់អ្នកគ្មានភាពរឹងមាំព្រោះធ្លាយជាច្រើនកន្លែងទៅធ្វើឲ្យមេរោគចេញទៅបានយ៉ាងងាយជាពិសេសនៅរដូវភ្លៀងធ្លាក់ជោគជាំវាបានរត់ទៅពីពេញដីទៅដល់ប្រភពទឹកស្អាតដូចជាអណ្ដូងស្នោនិងប្រឡាយទឹកនានាធ្វើឲ្យទឹកនោះកខ្វក់យ៉ាងខ្លាំងនិងបណ្ដាលឲ្យត្រីថយចុះជាលំដាប់នៅពេលដែលក្មេងៗបរិភោគត្រីនិងបន្លែបណ្ដាលឲ្យពួកគេឈឺមួយរំពេចដើម្បីជៀសផុតនៅរឿងរ៉ាវទាំងនេះមុនដំបូងយើងត្រូវសង់អាងឲ្យមានទំហំសមល្មមសមាមាត្រទៅនឹងសមាជិកក្នុងគ្រួសារហើយអាងត្រូវតែរឹងមាំដើម្បីកុំឲ្យទឹកជ្រាបចេញបានអាងចែកចេញជាពីរផ្នែកហើយចុះរន្ធទូចមួយរវាងផ្នែកទី1និងទី2លិមុខបានធ្លាក់ទៅបាតអាងចំណែកឯអណ្ដូងស្នោត្រូវធ្វើឲ្យឆ្ងាយពីបង្គន់យ៉ាងហោចណាស់ពី25ទៅ30ម៉ែត្រដែរដើម្បីជៀសផុតពីមេរោគដែលលេចចេញពីអាងស្តុកលិមុខដោយយថាហេតុសូមកុំភ្លេចបូមចេញនៅកាកសំណល់ចេញពីអាងស្តុកលិមុខតាមដែលអាចធ្វើទៅបានប៉ុន្តែត្រូវទុកកាកសំណល់បន្តិចបន្តួចដើម្បីឲ្យមេរោគស៊ីបន្តទៅទៀតពេលនោះមេរោគថយចុះដល់1/3ទើបយើងបង្ហូរទៅកាន់ប្រព័ន្ធចម្រោះទឹកហើយ2/3ដែលនៅសល់ត្រូវបានចម្រាញ់ដោយអាងចម្រោះទឹកស្អុយត្រង់នេះសំខាន់ណាស់ដើម្បីធ្វើអាងចម្រោះទឹកឲ្យបានត្រឹមត្រូវទី1ត្រូវដំឡើងអាងដែលមានបំពង់សម្រាប់បង្ហូរទឹកស្អុយចូលបំពង់បង្ហូរទឹកចេញនិងបំពង់សម្រាប់ទាញអុកស៊ីសែនទៅកាន់បាតអាងទី2ដាក់គ្រួសធំនៅបាតបន្ទាប់មកទំហំកណ្ដាលបន្ទាប់មកទៀតតូចជាងគេបំផុតទី3ដាំដើមកក់ពេលនោះឬរបស់កក់កាន់តែច្រើននិងលូតលាស់បានល្អធ្វើឲ្យបាក់តេរីល្អមានថាមពលខ្លាំងក្នុងការស៊ីបាក់តេរីអាក្រក់ដំណើរចម្រោះទឹកពីអាងមួយទៅអាងមួយទៀតធ្វើឲ្យទឹកកាន់តែប្រសើរឡើងយើងទទួលបានទឹកស្អាតហូរទៅក្នុងប្រឡាយកូនត្រីក៏កាន់តែច្រើននិងការឡើងជាលំដាប់នោះអាមួយនោះខ្ញុំជាងគេមើលអានោះលត់គាត់ដល់ហើយទៅចាស់នោះហើយពេលនោះភ្ញៀវទេសចរមកលេចភូមិរបស់អ្នក Hello បារាំងពិតជាសប្បាយមែនតែកុំភ្លេចដើម្បីថែរក្សាអាងឲ្យបានត្រឹមត្រូវអ្នកត្រូវបានសម្រាមស្លឹកឈើនៅលើផ្ទៃអាងជាប្រចាំនិងកាត់មែកឈើដែលធ្វើឲ្យម្លប់នោះចេញដើម្បីឲ្យដាំកក់នៅក្នុងអាងទទួលបានពន្លឺគ្រប់គ្រាន់ត្រូវចាំថាកុំឲ្យទឹកលាងឡានឬទឹកដែលមានសារធាតុគីមីហូរចូលទៅក្នុងអាងស្តុកលិមួកអណ្ដូងនិងអាងចម្រោះទឹកឲ្យសោះធ្វើបែបនេះជួយកាត់បន្ថយការចំណាយនៅក្នុងខេត្តយើង